ថារដ្ឋាភិបាលហ្នឹងអាយ៉ងរបស់យួនអីចឹងទៅមិនហ៊ានក្អកជាមួយយួនអីទៅតែតាក់តងនឹងរឿងខ្មែរកម្ពុជាក្រោមហ្នឹងមិនដែលថាដល់ពេលហែកឋិនទៅខ្មែរកម្ពុជាក្រោមរងការស្ដីថាមកកណោក៏ដឹកអីចឹងគេចិត្តតែមកសួរថាចាស់ធ្វើអីឲ្យត្រូវគេធ្វើមកកណោក៏មិនត្រូវបងប្អូនដែលឮពាក្យថាអត់ត្រូវលំមាស់ហ៎យើងលំមាស់នៅម្ដុំក្បែរនេះកន្លែងបោះដៃផុតនេះឲ្យយើងមកនៅក្បាលជង្គង់ណាវិញរួចទៅបាត់លំមាស់មកពីណាវាអត់ត្រូវវាហ្នឹងគឺតបវាអត់ត្រូវកន្លែងលំមាស់នៅពេលដែលប្រជាពលរដ្ឋស្រេកទឹកសង្ស្លាប់ហើយយើងទៅយកណែកតំបាយតណាបកតំឡើងស្អិតតាត់លមូលក៏យកមកឲ្យលេបយូរលេបវាមិនចូលព្រោះយើងត្រូវការទឹកហើយយើងចេះតែថាចោះបើឲ្យហើយហូបទៅតែគេមិនឲ្យថាគេនឹងចិត្តកំណាញ់វាមិនត្រូវរឿងអស់លោកធ្វើកឋិន100វត្តទៀតក៏វាមិនបានផលអីនឹងជាសគុណបុណ្យអីច្រើនឲ្យប្រជាពលរដ្ឋនឹងត្រេកអរដែរដោយសារអីណោះបុណ្យដែលធំជាងគេគឺបុណ្យស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអូយបុណ្យនេះមិនស្មើនឹងនិយាយទៅគឺស្ទើរតែ1000វត្តវត្តនៅប្រទេសកម្ពុជាមានប្រមាណ5000វត្តជាងបើគេធ្វើបុណ្យស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យវិញអស់លោកស្មើនឹងធ្វើកឋិនហាយចូលវត្តទាំង5000ជាងនឹងនៅក្នុងទូទាំងស្រុកខ្មែរហ្នឹងហើយមិនមែនត្រឹមបានអានិសង្ឃកុសលផលបុណ្យសម្រាប់តែនៅស្រុកខ្មែរហ្នឹងទេគឺកុសលផលបុណ្យហ្នឹងនឹងបានទូទាំងពិភពលោកទៀតទៅឲ្យតែមានខ្មែររស់នៅគឺគេច្បាស់ជាសាទរប្រសិទ្ធពរជ័យសពសាទុកាដូចថាបងបួងសួងសុំឲ្យតែមេដឹកនាំបែបនេះមានសេចក្តីសុខហើយអាហ្នឹងដែលធ្វើឲ្យយើងថាត្រូវលំមាស់ហើយលំមាស់ប៉ុណ្ណាណែអត់ប្រឹងទៅកេះតែក្បាលជង្គង់ហើយទៅដោះស្រាយបញ្ហាអីចេញឥឡូវឧទាហរណ៍ប្រជាពលរដ្ឋជាង3លាននាក់ដែលបាត់បង់ឆន្ទៈរបស់ខ្លួនដោយសារការរំលាយគណបក្សសង្គ្រោះជាតិអស់លោកខាងគេជួយឥឡូវគេចាប់ផ្ដើមឲ្យការងាររបស់អ្នកដែលរត់ចូលគណៈបកខណ្ឌអំណាចចូលក្នុងជួររដ្ឋាភិបាលមកកណោគេជួយស្អីហ្នឹងអ្នកណាដែលចោះចេញពីរដ្ឋាពួកខាងក្រមប្រឆាំងមកឲ្យតំណែងរដ្ឋលេខាធិការប្រធាននាយកដ្ឋានទីប្រឹក្សាងារប៉ិនភ្នំអស់ហើយហ្នឹងគេជួយមកកណោហេតុអីក៏ថាគេមិនជួយអាហ្នឹងអត់ត្រូវលមាស់ទៀតឯងបងប្អូនអាលមាស់ហ្នឹងគឺនៅត្រង់ថាបើរំលាយគណៈបកសង្គ្រោះជាតិគណៈបកប្រឆាំងមួយដ៏ធំជាងគេហើយមានប្រជាពលរដ្ឋគ្រប់គ្រងជាង3លាននាក់សូមបីតែស្ដារឲ្យគណៈបកសង្គ្រោះជាតិនឹងមានឡើងវិញហ្នឹងអត់ទាន់ទាំងផុតនឹងកំហុសឆ្គងអំពើបាបដែលបានសាងនឹងផងទេព្រោះយើងទៅបង្កឲ្យមានហានិភ័យឬគ្រោះថ្នាក់ដល់គេនោះវាខាតបាត់បង់ប្រយោជន៍នៅក្នុងការកសាងជាតិរួមគ្នាប្រហែលឆ្នាំហើយបងប្អូនតាំងពី2017មកនេះ8ឆ្នាំហើយហ្នឹងចោល8ឆ្នាំអត់បានជួយអីក្រៅតែពីស្រែកធ្វើបាតកម្មឲ្យរដ្ឋាភិបាលហត់ទាំងរដ្ឋាភិបាលហត់ទាំងអ្នកគណៈបកប្រឆាំងដើម្បីអីរដ្ឋាភិបាលហត់នឹងរឿងមកការពារនឹងដោះសារហើយនឹងទប់ស្កាត់ដើម្បីវាយកុំឲ្យគេតវ៉ាគ្នាអ្នកតវ៉ាជាជនរងគ្រោះហត់មួយសារទៀតបែកបាត់ទ្របហើយហត់នៅនឹងតវ៉ាអស់លុយដើម្បីរកមេធាវីរកអីជួលគេដើម្បីឲ្យរកយុត្តិធម៌ទៀតឃើញវាហត់ទាំងអស់គ្នាហើយដល់ពេលហត់ទាំងអស់គ្នាអ្នកណាបានទៅជួយកសាងជាតិអត់អាលីងខាងគណៈបកប្រឆាំងយើងកុំទៅរំពឹងពួកគាត់ឲ្យទៅជួយសាទរអ្វីដែលរដ្ឋាភិបាលបានធ្វើហើយកុំទៅពេបជ្រាយគេថាអូយពួកអស់នេះចិត្តអីអត់ដេរដ្ឋីណាស់វាមិនអាចធ្វើការជាមួយគ្នាកើតទេព្រោះអីអត់ដែលសាទរអត់ដែលអបអអីសោះអ្វីដែលជាសមិទ្ធិរបស់រដ្ឋាភិបាលខ្ញុំជឿថាបើសិនជាគណៈបកប្រឆាំងទាំងអស់គ្នាក៏គិតដូចខ្ញុំដែរថាមនុស្សយើងណាណាក៏មានបេះដូងដែរមនុស្សរហូត
តស៊ូដើម្បីប្រយោជន៍ជាតិផងអ្នកណាក៏ស្គាល់សេចក្តីថ្លៃថ្នូរស្គាល់គុណធម៌នឹងដែរក៏ប៉ុន្តែអាសេចក្តីថ្លៃថ្នូរឬក៏គុណធម៌នេះវាបាំងបិទដូចមូបាំងអញ្ចឹងដោយសារតែពពកខ្មៅដុំធំមួយដែលដក់ជាប់នៅក្នុងដួងចិត្តរបស់គាត់ដោយសារតែគាត់គុំថាអ្នកដែលបំផ្លាញឆន្ទៈប្រជាពលរដ្ឋយ៉ាងអយុត្តិធម៌គឺគណៈបកកណ្ដាលអំណាចនិងរដ្ឋាភិបាលកម្ពុជាសពថ្ងៃដូច្នេះគឺនៅតែមើលឃើញថាអ្នកនៅទីនោះគឺជាអ្នកដុតផ្ទះពួកគាត់ណាបងប្អូនសាកគិតមើលបើសិនជាគាត់ត្រូវផ្ទះគាត់ត្រូវគេដុតចោលហើយឥឡូវហ្នឹងស្រាប់តែអស់លោកចាប់ផ្ដើមនាំគ្នាយកស្បៀងយកអង្គយកមកឲ្យដើម្បីឲ្យហូបបដើទៅហើយកុំភ័យបើសិនជាបងប្អូនស្រឡាញ់ផ្ទះនៅខ្ញុំនឹងសង់ផ្ទះឲ្យអ្នកជិតខាងនៅភូមិនឹងឲ្យគេនៅទៅបងប្អូនបើសប្បាយចិត្តនឹងការមានផ្ទះនៅឃើញគេមានផ្ទះនៅអញ្ចឹងវាជាអំពើបុណ្យណាមិនអញ្ចឹងព្រោះខ្ញុំសង់ឲ្យគេនៅប៉ុន្តែអាផ្ទះខ្លួនឯងនោះអត់សង់ឲ្យសោះអាពេលដែលយើងដុតបោះគេចោលហ្នឹងយើងអត់ទេយើងសុកចិត្តទៅធ្វើអីនៅក្បែរហ្នឹងព្រោះដើម្បីថាបើយើងចិត្តសឿងជាអ្នកនយោបាយស្រឡាញ់ចង់បានផ្ទះនៅអញ្ចឹងមែនឲ្យតែមានសេចក្តីសុខអ្នកណាចិត្តខាងមានសេចក្តីសុខយើងសេចក្តីសុខដែរអញ្ចឹងសង់ផ្ទះឲ្យអ្នកចិត្តខាងនៅទៅដើម្បីឲ្យយើងនឹងត្រេកអរនឹងអំពើបុណ្យរបស់អ្នកដែលដុតផ្ទះយើងតែវាអត់អាចនឹងរងាប់អាចិត្តខឹងឬក៏អ្វីដែលយើងបាត់បង់នឹងបានណាអញ្ចឹងបងប្អូនគណៈបកប្រជាប្រឆាំងទាំង3លានអ្នកហ្នឹងនឹងសង្គ្រោះជាតិហ្នឹងគឺគាត់នៅមានប្រហោងធំមួយនៅក្នុងបេះដូងរបស់គាត់គឺការបាត់បង់ឆន្ទៈដែលគាត់បានមានតំណាងរាស្ត្រគាត់55នាក់កាលពីសម័យឆ្នាំ2012មកបងប្អូនហើយនឹងក្រុមប្រឹក្សាឃុំសង្កាត់រហូតដល់2007នាក់ណាបងប្អូន5000ខ្ញុំភ្លេចដែរយូរពេកដែរប្រហែល5007នាក់បើខែជាខ្វះខាតអីខ្ញុំសូមអធិស្ឋានគេលុយច្រឡំតួលេខទេបងប្អូនតែគេមិនលាយទីអស់តែសប្តាហ៍ហ្នឹងនៅសល់តែឯកសារទេបងប្អូនដែលជាជនរងគ្រោះនឹងຕົកជាប់នៅមើលដោយរូបថតអនុស្សាវរីយ៍ចឹងអានេះហើយគឺជារបួសផ្លូវចិត្តណាបងប្អូនជំងឺផ្លូវចិត្តដែលមិនអាចផ្សះផ្សាបានបើសិនជាមិនមានការដែលដោះស្រាយបញ្ហានឹងទេដូច្នេះសរុបសេចក្តីមកគឺវារមមដល់ពេលដែលរដ្ឋាភិបាលរកយន្តការដោះស្រាយឲ្យកុំឲ្យបងប្អូនយើងនឿយបងប្អូននឿយណាស់អ្នកខ្លះនឹងត្រូវនោះជិះឡានជិះយន្តហោះជិះអីទៅសម្រានចាំនៅរដ្ឋធានី Washington ដើម្បីទៅជួបគេនិយាយពីរឿងស្រុកខ្មែរបងប្អូនគួរអាសូរទេគេថាយីចោះយើងអីក៏គិតគូរអីដល់ស្រុកខ្មែរឆ្ងាយម្លេះរាប់ម៉ឺនយោជយើងនៅស្រុកនេះយើងបានសុខហើយកុំទៅខ្វល់នាំគេធ្វើទុកបុកម្នេញយើងទេអីហ៎តែមិនមែនអញ្ចឹងទេបងប្អូនអ្នកដែលមានមនសិការឃើញតស៊ូស្ម័គ្រចិត្តអត់មានលុយមួយរៀលទេចាយលុយកប៉ៅខ្លួនឯងក៏ប្រឹងទៅដែរដើម្បីអីដើម្បីឲ្យជាតិរស់ហើយអ្នកនៅស្រុកខ្មែរគេថាគិតពីជាតិរស់នឹងគេខំប្រឹងធ្វើមកកណោគេរស់ហើយកុំខ្វល់ពេកបាទអាការដែលកុំខ្វល់ពេកហ្នឹងហើយដែលវាមានស្ថានភាពដូចសពថ្ងៃហ្នឹងហើយអត់ដែលត្រូវគ្នាទេអត់តែត្រូវគ្នាទេគឺប្រជាពលរដ្ឋខ្មែរដូចអត់ដែលត្រូវគ្នាសោះដោយសារអីឲ្យតែមាននិន្នាការនយោបាយហ្នឹងគឺនិយាយអត់ត្រូវគ្នាហ្មងនេះគឺចាត់ទុកខ្មែរយើងជាសត្រូវនឹងគ្នាយើងធ្វើការជាមួយគ្នាអត់បានហើយខ្ញុំឃើញនៅឡុងប៊ិចនេះក៏តែអញ្ចឹងដែរទឹកនឹងប្រេងដោយសារតែនិស័យនយោបាយទុច្ចរិតទេបើនយោបាយត្រឹមសំរុំដែលអាចអនុគ្រោះបានចាប់ដៃគ្នាធ្វើការបានប៉ុន្តែដល់ពេលទុច្ចរិតធ្វើការអត់បានវាខូចពេកហើយដល់អញ្ចឹងទៅផ្សព្វផ្សាយអាបំពល់វប្បធម៌ហ្នឹងអ្នកណាដែលគ្រប់គ្រងអាការធ្វើនយោបាយទុច្ចរិតឬក៏ប្រជាពិធដ្ឋហ្នឹងគឺមនុស្សគេស្អប់ហ្មងចេះដឹងកម្រិតណាក៏គេគិតថាលេបទៅចូលគាត់ថាចុះណែឯងគ្រប់គ្រងគណៈបកកណ្ដាលអំណាចហ្នឹងហើយនៅស្រុកអាមេរិកហ្នឹងណែឯងលេបចូលដែរតើណែឯងបានជួយអីខ្លះនៅក្នុងការស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឬក៏គេមលាយគណៈបកសង្គ្រោះជាតិដែលក្បត់ឆន្ទៈរាស្ត្រដល់ទៅជិត3លានអ្នកហើយឥឡូវយើងទៅគ្រប់គ្រងគណៈបកកណ្ដាលអំណាចឬក៏រដ្ឋាភិបាលតើយើងទៅបញ្យល់ប្រាប់ថាម៉េចយើងថាខ្ញុំជួយរដ្ឋាភិបាលដើម្បីកសាងជាតិខ្ញុំមិនខ្វល់ទេពួកបពប្រឆាំងបាននាំគ្នាតវ៉ានឹងគៀសលុយគេសិតតែនិយាយចឹងក៏ប៉ុន្តែអស់លោកចូលទៅក្នុងជួររដ្ឋាភិបាលអស់លោកបានជួយធ្វើអីគេតើមានបានស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមកពីណាតើគណៈបក្សសង្គ្រោះជាតិលើនៅឯណាតើលោកកម្មសខាលើនៅឯណាជាប់គុកជាប់ពន្ធនាតើមន្ត្រីគណៈបកប្រឆាំងប្រមាណដែលគេកាត់ទោសនឹងអ្នកខ្លះក្នុងប្រមាណ100ឆ្នាំផង
អីចឹងតើកន្លែងណាកន្លែងណាដែលជាការផ្សះផ្សាកន្លែងណាដែលអស់លោកគិតថាជារឿងត្រឹមត្រូវអស់លោកប្រើតែពាក្យមួយម៉ាត់ថាពួកក្រុមអន្តៀមសំមុខអញ្ចឹងហើយយើងទៅវាយឆ្កែហើយយើងទៅចោទថាឆ្កែឈួតខ្ញុំមិនប្រដូចបងប្អូនណាទៅជាសត្វឆ្កែគ្រាន់តែជាន័យធៀបនៅក្នុងន័យថាយើងចង់ធ្វើបាបហើយយើងចេះតែទម្លាក់កំហុសទៅគេគ្រប់បែបយ៉ាងប៉ុន្តែអត់ព្រមមើលកំហុសរបស់ខ្លួនបើថាមិនមើលពីគណៈបកប្រឆាំងក៏មើលអង្គការសហប្រជាជាតិក៏មើលសហគមន៍អឺរ៉ុបក៏មើលសហរដ្ឋអាមេរិកក៏មើលរដ្ឋាភិបាលស្ទើរច្រើនណាស់ដែលជារដ្ឋាភិបាលប្រជាធិបតេយ្យលើពិភពលោកគេនិយាយដូចតែគ្នាហ្នឹងគេថាយើងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យហើយទៅយើងទៅមើលអ្នកណាទៀតបាទឥឡូវនេះទុកនីតិនេះឲ្យខាងក្រសួងការបរទេសជាអ្នកដោះស្រាយចុះហើយខ្ញុំជឿថាដំណើរផ្លូវនេះក៏នៅតែចិត្តតែបន្តដំណើរទៅមុខតទៅទៀតទៅហើយដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងថាបងប្អូនអត់មានជំរើសទេហើយបងប្អូននៅខាងគណៈបកប្រជាជនឬក៏រដ្ឋាភិបាលកម្ពុជាកុំមកដើរសួរខាងគណៈបកប្រឆាំងថាបានប្រយោជន៍អីកោកសឹកមាត់ត្រដោកឆ្អែតទៅពោះកបីទេអាមេរិកវាខ្វល់ទៅរឿងវាទេវាមិនទៅខ្វល់រឿងយើងទេខ្មែរយើងនឹងមានស្អីឲ្យអាមេរិករឿងប្រហែលអ៊ុយក្រែនរឿងស្អីឯណាណោះគេមានធនធានរ៉ែធម្មជាតិគេមានស្អីណាណោះគេចរចាគ្នាអាហ្នឹងបានគេយកចិត្តទុកដាក់ឯងណាមានស្អីព្រៃឈើក៏អស់រ៉ែក៏អស់ប្រជាពលរដ្ឋ17លានអ្នកហ្នឹងប្រទេសវៀតណាមប្រទេសថៃនៅក្បែរហ្នឹងសម្ព័ន្ធមិត្តរបស់គេមកគិតអីពីយើងហើយយើងទៅខំនិយាយនឹងបានអីប៉ុន្តែបងប្អូនសួរទៅវិញថាចុះនិយាយជាមួយរដ្ឋាភិបាលខ្មែរនឹងបានអីបងប្អូនទៅសុំភ្លើងយ៉ាក់ហើយអញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមនៅក្នុងការពឹងពាក់រដ្ឋាភិបាលកម្ពុជាខ្លួនឯងតែប៉ុណ្្នឹងទេបើរដ្ឋាភិបាលកម្ពុជាធ្វើឲ្យខ្លួនខ្លាយទៅជាទីពឹងណាខ្ញុំជឿថាគ្មានបងប្អូនខ្មែរណាមកពឹងបរទេសទេឆ្អែតហើយយើងមើលតែយើងពឹងអ្នកណាក៏ដោយដែលបានសុកពីអង្កលយើងនៅតែជាពាក់គុណគេមកយោអញ្ចឹងហ្នឹងហើយខ្មែរយើងនៅតែពុកពាក់មុខយ៉ាក់ដូចដាក់គ្នាហ្នឹងតែពេលតែយើងឆ្លោះគ្នាបន្តិចយើងចាប់ផ្ដើមថាក្រុមនេះក្រុមអាយ៉ងរបស់បរទេសក្រុមនេះក្រុមអាងអីពឹងបរទេសក្រុមនេះអីទាំងអស់គ្នាប្រវត្តិយើងហ្នឹងគឺនៅតែមិនអញ្ចឹងប៉ុន្តែអត់ដែលដូរទេគឺយើងនៅតែធ្វើឲ្យខាងក្នុងហ្នឹងគឺអត់អាចដោះស្រាយបានគឺដើម្បីឲ្យបងប្អូននៅខាងក្រៅត្រូវតែរកពឹងបរទេសដើម្បីជួយពួកអីទៅខាងក្នុងអត់ព្រមធ្វើឲ្យវាមានយន្តការដើម្បីដោះស្រាយខ្លួនឯងបានឲ្យយើងមានមោទនភាពខាញ់រែងនឹងគេណាបងប្អូនអូខេឥឡូវខ្ញុំសង្ខេបប៉ុណ្ណឹងយប់នេះម៉ោង10យប់យើងជួបគ្នាតាមរលកធាតុអាកាសបាទខ្ញុំនឹងបកប្រែអំពីខ្លឹមសារសំខាន់ហើយយើងចង់ដឹងថាតើបងប្អូនខ្មែរនៅប្រទេសណាខ្លះដែលជាវាគ្មិនសារស័ព្ទអំពីបញ្ហាកង្វល់ឲ្យជំនួសឲ្យបងប្អូនកុំខ្វល់ថាអ្នកណានិយាយកង្វល់ជំនួសឲ្យបងប្អូនគឺបងប្អូនត្រូវអរគុណពួកគាត់ដែលមានភាពក្លាហាននៅក្នុងការដែលមកបញ្ចេញជាមតិដើម្បីតំណាងឲ្យសម្លេងរបស់បងប្អូនហើយមានខុសគ្នាបានន័យថាយើងនឹងបានឮសម្លេងទាំងអស់នោះហើយក្រោយកិច្ចប្រជុំខ្ញុំក៏នឹងធ្វើ live show មួយដើម្បីសង្ខេបព្រឹត្តិការណ៍នឹងបន្តិចដែរព្រោះអាចតែខ្ញុំដឹងរឿងរៀងច្រើនជាងគេក៏តែមិនដឹងព្រោះជាអ្នកបកប្រែខ្ញុំនៅក្នុងហ្នឹងចង់ខ្ញុំអាចដឹងរឿងច្រើនព្រោះបកប្រែយើងខុសពីស្ដាប់បើស្ដាប់យើងក៏ស្ដាប់ល្មមឮក៏ឮមិនឮក៏ហើយយល់ខ្លះក៏យល់មិនយល់ខ្លះក៏ហើយប៉ុន្តែបកប្រែគឺខ្ញុំត្រូវការយល់គ្រប់ម៉ាត់បើមិនដូច្នេះទេខ្ញុំអត់ដឹងថាបកប្រែយ៉ាងម៉េចដើម្បីជូនបងប្អូនឲ្យបានស្ដាប់យល់ន័យទេណាដូច្នេះខ្ញុំអាចយល់ច្រើនខ្ញុំអាចធ្វើរឿងនេះជូនបងប្អូនដើម្បីផ្សាយបន្ថែមទៀតតែយ៉ាងណាសរុបសេចក្តីមកវិញបងប្អូនកុំភ្លេច scan QR code នេះក៏បានដែរឥឡូវនេះឬក៏ចូលទៅក្នុងSave Cambodia ទៅមើល link ហ្នឹងហើយ download Microsoft Teams ដើម្បីស្ដាប់ការផ្សាយនេះហើយបើបងប្អូនមិនបានស្ដាប់ឬក៏មិនបានចូលរួមចាំស្ដាប់សេចក្តីសង្ខេបរបស់ខ្ញុំជូនបងប្អូនរាយការណ៍ជូនបងប្អូនក៏បានដែរព្រោះខ្ញុំអត់មានទៅរាយការណ៍ដើម្បីកាន់ជើង
ឬក៏ផលិតប្រឡប់ការពិតឯណាទេខ្ញុំនិយាយតែការពិតទេមានអីខ្ញុំនឹងបញ្យលជម្រាបជូនតាមការពិតតែប៉ុណ្្នឹងឯងដូច្នេះបើសិនជាខកខានមិនបានស្ដាប់យប់នេះចាំស្ដាប់ការបកស្រាយនៃកិច្ចប្រជុំនឹងទាំងមូលឡើងវិញខ្ញុំនឹងធ្វើផ្សាយផ្ទាល់ជូនបងប្អូនដើម្បីសង្ខេបចឹងបានន័យថាម៉ោង10នៅបងប្អូននោះតព្រឹកព្រលឹមអាចនឹងទទួលបានព័ត៌មានថ្មីអីហើយព្រោះអីឬក៏អាចថាពេលដែលចប់ទៅខ្ញុំបើអាចឆ្លៀតបានខ្ញុំនឹងធ្វើ live អីយ៉ាងណាខ្ញុំនឹងសម្រួលមើលកម្មវិធីព្រោះខ្ញុំមានការងារដែរបងប្អូនជួនកាលម៉ោងធ្វើការខ្ញុំអត់អាចនឹង live ទេព្រោះអាការដែលផ្សាយផ្ទាល់ជូនបងប្អូននេះគ្រាន់តែជាការងារស្ម័គ្រចិត្តក្រៅម៉ោងធ្វើការតែប៉ុណ្ណឹងទេព្រោះខ្ញុំត្រូវការមានការងារអាជីពដើម្បីចិញ្ចឹមជីវិតដែរហើយការងារជួយសហគមន៍នេះគឺជាការស្ម័គ្រចិត្តសុទ្ធសាធគ្មានបានកម្រៃពីក្រុមហ៊ុនឬអង្គការណាដើម្បីឲ្យផ្សព្វផ្សាយប៉ុន្តែដូចខ្ញុំបានជម្រាបបងប្អូនហើយថាប្រាក់បៀវត្សដែលខ្ញុំបានពីការធ្វើនេះគឺកម្លាំងចិត្តរបស់បងប្អូនដែលលើកទឹកចិត្តបងប្អូនតែងតែនិយាយថាចូលចិត្តស្ដាប់ការផ្សាយរបស់ខ្ញុំដោយសារបានរៀនសូត្រចំណេះដឹងអីហ្នឹងគឺជាការលើកទឹកចិត្តខ្ញុំមែនតើព្រោះខ្ញុំគ្មានប្រាថ្នាអ្វីចង់បានក្រៅតែពីប្រាប់ព័ត៌មានពិតឲ្យបងប្អូនដឹងទៅហើយបងប្អូនមានចំណេះជំនាញនៅក្នុងខ្លួនកុំឲ្យជឿលួសតាមការដែលបោកបន្លំបោកបញ្ឆោតប្រជាពិធណាទៅខ្ញុំសប្បាយចិត្តហើយរៀនសូត្រអ្វីដែលជាការស្រាវជ្រាវរបស់ខ្ញុំហ្នឹងក៏ជាផ្នែកនៃធម្មទានដែលខ្ញុំធ្វើហ្នឹងគឺបានកសលអញ្ចឹងដែរខ្ញុំសប្បាយចិត្តដូច្នេះខ្ញុំសប្បាយមែនតើដោយសារអីខ្ញុំអត់ត្រូវការទៅគ្រប់គ្រងប្រទេសអីដែលមានប្រជាប្រដ្ឋ7-10លានណាហើយបើសិនជាខ្ញុំគ្រប់គ្រងប្រទេសមែនខ្ញុំពិបាកអត់បាច់ទៅជេរអត់បាច់ទៅបតិចអត់បាច់ទៅចាប់អត់បាច់ទៅងើបមួយវាយមួយអីទេតែពិបាកពេកខ្ញុំទៅធ្វើស្រែធ្វើអីធ្វើចំការវិញហើយទុកឲ្យគេធ្វើទៅព្រោះរឿងហ្នឹងវាមិនមែនតែយើងទូលភ្នំម្នាក់ឯងទេលោកហើយលោកកវត្តចោលកវត្តទៅខ្វះអីគេមកកណោគេទៅកោតតាឲ្យគេធ្វើទៅវាមិនអីទេកុំគិតថាអត់ពីយើងទៅស្រុកហ្នឹងវាមានសង្គ្រាមរ៉ាំរ៉ៃឯណានោះបើសង្គ្រាមវាមានវាក្នុងតែមានទេមើលដូចស្រុកអ៊ុយក្រែនមើលតេគេមករុស្ស៊ីមកវាយរំលោភយកអីហ្នឹងតែមិនអាហ្នឹងវាឆ្លៀនពៀនអាហ្នឹងឃើញវាមានអញ្ចឹងទេវាមកពីមេដឹកនាំគេឬមិនមែនទេវាមកពីប្រទេសរុស្ស៊ីហ្នឹងវាមានមហិច្ឆតាចង់តែឆ្លៀនពៀនគេអញ្ចឹងណាយើងវាអកុសលអញ្ចឹងដែរហើយស្រុកយើងរឿងសង្គ្រាមរឿងអីអត់ពីអ្នកនេះទៅមានសង្គ្រាមហ្នឹងវាមិនមានទេវាមានសង្គ្រាមតែយើងធ្វើឲ្យមានភាពអយុត្តិធម៌គេអត់ដែលអារបៀបថាទឹកឡើងត្រីស៊ីសម្ោចទឹកហោចសម្ោចស៊ីត្រីម្នាក់ចាំតឱកាសអានសងសឹកដោយការសម័យខ្មែរក្រហមអញ្ចឹងគឺថាគ្រាន់តែដួលពីរបបខ្មែរក្រហមភ្លាមនាំគ្នាអាកកគ្នាសម្រាប់ពួកខាងមេកងមេសហគមន៍អីកងឆ្លប់អីហ្នឹងអស់មកកណោកោដឹកយើងបើធ្វើឲ្យវាមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យត្រឹមត្រូវមានការដឹកនាំបែបទស្សពិតរាជធម៌កុំប្រើហិង្សាកុំស្អប់ក្រុមនេះកុំលើកក្រុមនោះស្រឡាញ់គ្នាឲ្យស្មើគ្នាទៅសន្តោសគ្នាទៅឲ្យរួមគ្នាជួយជាតិយើងកម្លាំងខ្មែរយើងគ្រប់គ្នានឹងសុទ្ធតែជាបញ្ញវន្តសុទ្ធតែជាអ្នកគិតសំបីតែអ្នកឡើងថ្នោតអ្នកកាត់សក់បោសថ្នល់រត់ផាសស្អាតឬក៏លក់លិហាលឬអីបងប្អូនសុទ្ធតែមានបញ្ញាញាណមានគំនិតមានមតិនឹងអាចចូលរួមកសាងជាតិបានគ្រប់គ្នាអត់មាននរណាម្នាក់គិតថាតើតែខ្ញុំកើតនៅក្នុងតកូលអភិជនបានគំនិតខ្ញុំយកមកធ្វើការទេមិនមែនទេបងប្អូនគំនិតយើងសុទ្ធតែល្អទាំងអស់ប៉ុន្តែគំនិតល្អទាំងអស់នោះនឹងคล้ายទៅជាអាសាបងនៅពេលដែលអត់មានប្រព័ន្ធមួយស្ដាប់សំឡេងពួកគាត់តើអញ្ចឹងពួកគាត់ចាត់ទុកថាពួកគាត់ជាមនុស្សអត់ន័យមនុស្សគ្មានតម្លៃខ្លាចគេនិយាយគ្មានបានផលអីគេអញ្ចឹងគេអត់ដែរស្ដាប់ផងតែនិយាយបានផលអីតែបើយើងលើកទឹកចិត្តឲ្យគ្នានិយាយឲ្យស្ដាប់ទៅមនុស្សចាប់ផ្ដើមមានមោទនភាពណាគេស្ដាប់ខ្ញុំដែរអញ្ចឹងខំប្រឹងរកគំនិតល្អដើម្បីនិយាយឲ្យគេស្ដាប់កុំឲ្យចោលមិនសៀតព្រោះតែចោលមិនសៀតគេឈប់ស្ដាប់ដែរអាហ្នឹងអញ្ចឹងទៅវាធ្វើឲ្យជាតិយើងហ្នឹងវានាំគ្នារីចម្រើនទាំងអស់គ្នាមិនអញ្ចឹងដល់ឥឡូវអ្នកណានិយាយអីក៏ដោយឲ្យតែប៉ះពាល់គឺរិះគន់រដ្ឋាភិបាលអកតេក្រជុលនិយមពួកផ្កាប់មុខពួកអីហើយហ្នឹងឡើងស្ដាប់ចឹងទៅយូរគេឡើងហ៊ាននិយាយអ្នកណាងើបតិចវាយមួយងើបតិចវាយមួយយូរទៅ
នៅសល់តែក្រុមគ្រួសារគាត់អាហ្នឹងហើយដែលជាការលំបាកបងប្អូនខ្ញុំអស់ត្រឹមប៉ុណ្ណេះហើយជួបគ្នានៅរាត្រីនេះម៉ោង10បងប្អូននៅទីក្រុងរដ្ឋធានី Washington ជួបគ្នាម៉ោង11ព្រឹកនៅរដ្ឋព្រឹកស្អែកបានន័យថាម៉ោង10ជួបនៅកម្ពុជានៅឡុងបិចបាទជួបគ្នានៅម៉ោង8ព្រឹកបាទព្រឹកណាស់ព្រោះយើងខុសគ្នា3ម៉ោងនៅខាង DC ដូច្នេះខ្ញុំត្រូវងើបពីមាត់ល្ងាវបន្តិចដើម្បីត្រៀមខ្លួនធ្វើយ៉ាងម៉េចឲ្យបានថាបកប្រែបកអីជូនបងប្អូនឲ្យបានល្អតាមការគួរបាទសូមអរគុណហើយសូមជម្រាបលាបងប្អូនមុននឹងជម្រាបលាសូមប្រសិទ្ធពរជ័យសិរីសួស្តីបវរមហាប្រសើរសូមកើតមានដល់ក្រុមគ្រួសារមហាគ្រួសារខ្មែរយើងសូមឲ្យជួបតែសេចក្តីសុខគ្រប់ប្រការគ្រប់ទិវារាត្រីបាទជួបគ្នានារាត្រីនេះបាទសូមជម្រាបលា